តើបងប្អូនទៅមើលទេសភាពទីក្រុងសូអ៊ូទីក្រុងដែលល្បីល្បាញហើយនឹងស៊ីវិល័យនៅអាស៊ីយើងហើយយើងមើលនេះយើងមើលពីលើអាគារដែលខ្ពស់ជាងគេនៅកូរ៉េហ្មងមានកម្ពស់រហូតដល់555ម៉ែត្រហើយមាន123ជាន់បងប្អូនទស្សនាកុំភ្លេចជួយ follow page និងជួយ subscribe channel YouTube ខ្ញុំមួយផងនៅលើអេក្រង់នឹងសាច់បងប្អូនហើយតោះយើងទៅមើលទេសភាពនេះយើងមើលពីលើអាគារដែលខ្ពស់មកអាគារនេះល្បីហើយខ្ពស់ខ្លាំងមែនតើបងប្អូនឡើងនឹងញ័រជើងតែមុននឹងឡើងយើងត្រូវពាក់ឯកសណ្ឋានការពារសិនយើងពាក់ឯកសណ្ឋាននេះហើយដើម្បីពាក់ខ្សែក្រវ៉ាត់ការពារភ្ជាប់ជាមួយកាបពួកអីយើងឡើងទៅដល់កំពូលចុងស្រួចរហូតទៅដល់រយៈកម្ពស់540ម៉ែត្រយើងនៅតែ10ម៉ែត្រទៀតដល់កំពូលមកយើងពាក់ឯកសណ្ឋានបែបនេះបានគេឲ្យឡើងហើយមើលទេសភាពខាងក្រោមនោះទន្លេនេះគឺជាទន្លេហាន់ហើយទន្លេដែលល្បីជាងគេហើយវែងជាងគេនៅកូរ៉េមកបងប្អូនហើយអាគារខាងក្រៅនោះគឺជាអាផាតមិនរបស់ប្រជាជនកូរ៉េរស់នៅនេះហើយគឺជាទីក្រុងសូអ៊ូទីក្រុងដែលស៊ីវិល័យមួយរបស់កូរ៉េខាងត្បូងបងប្អូនហើយខ្ញុំពាក់ឯកសណ្ឋានហើយចូលទៅពាក់រិញខ្សែក្រវ៉ាត់ខាងក្រៅជុំរូតអត់ទៅជប់ចុងនេះរបស់យោទាញអត់ទៅតាក់ចុងជប់ចុងជួយយ៉ាប់ដល់អីនេះហើយពាក់ឯកសណ្ឋានបែបហ្នឹងហើយពាក់ខ្សែក្រវ៉ាត់ខាងក្រៅហើយពាក់មួកពាក់សក់និយាយរួមគេការពារយើងកុំឲ្យមានបញ្ហាអីកើតឡើងយើងមកដល់ជាន់នេះគឺជិះដាយន្តបានត្រឹមជាន់នេះទេពីជាន់ទី1មករហូតដល់ជាន់128មានត្រឹមជាន់128ហើយនេះពាក់ខ្សែក្រវ៉ាត់បែបនេះគឺពាក់ខ្សែក្រវ៉ាត់ហើយយើងភ្ជាប់ជាមួយកាបឡើងទៅដល់ចុងកំពូលឡើងដល់ចុងយើងត្រូវឡើងហើយចដាជើងអត់មានចដាយន្តឡើងទៅដល់កំពូលទេមើលទេសភាពខាងក្រោមបងប្អូនហើយអ្នកចាញ់ខ្ពស់អីមិនបាច់ទេនេះខ្ពស់មែនតើណាមើលទៅក្រោមលងសលឹមពេចហ្មងគិតមើល555ម៉ែត្របងប្អូនហើយនេះខ្ញុំពាក់ឯកសណ្ឋានហើយបងប្អូនទស្សនាវីដេអូកុំភ្លេចជួយ share ចែករំលែកម្នាក់មួយផងហើយបងប្អូននៅខ្មែរដែលមកចង់លេងកូរ៉េអាចមកឡើងអាគារនេះបានអាគារ Seoul Tower នេះល្បីណាស់នៅកូរ៉េសួរអ្នកណាក៏គេស្គាល់ដែរអ្នកដែលមកពីខ្មែរចង់មកលេងសួរតាក់ស៊ីអីស្គាល់នេះខ្ញុំពាក់ឯកសណ្ឋានហើយពាក់ខ្សែក្រវ៉ាត់ពាក់អីហើយត្រៀមចាំឲ្យគេពាក់ហើយទាំងអស់គ្នាឡើងទាំងអស់គ្នាទៅទាំងអស់គ្នាមកគេញ៉ាំបងប្អូនជុំយោសង្ហាជួយយកដូចកូរ៉េយ៉ាងមុខអស់ទាស់នេះដល់ពេលយើងឡើងទៅហើយនេះភ្ជាប់នឹងកាបឯកអីច្រឡំហ្នឹងឯងឯកសណ្ឋានខ្សែក្រវ៉ាត់ហើយភ្ជាប់កាបឡើងទៅលើហើយមើលចុងកំពូលសិតទៅគ្រោងឆ្អឹងសាដែកអូយហើយទៅសើស្ថាបត្យកម្មកូរ៉េបងប្អូនអើយហើយអាគារកម្ពស់ណាស់នេះកោតគេសាងសង់បានហើយទ្រទម្ងន់បានរាប់តោនខាងលើសិតតែដែកទេហើយបងប្អូនស្ថាបត្យកម្មកូរ៉េខ្លាំងមែនតើអាគារល្បីរបស់ពិភពលោកកូរ៉េសិតសឹងក្រុមហ៊ុនកូរ៉េជាអ្នកសាងសង់ដូចជាអាគារដែលខ្ពស់ជាងគេនៅទីក្រុងឌូបៃនោះក៏ជាក្រុមហ៊ុនកូរ៉េគឺជាអ្នកសាងសង់ដែរហើយអាគារដែលល្បីជាងគេនៅសិង្ហបុរីអាគារដែលត្រទុកហ្នឹងអាគារកោងត្រទុកហ្នឹងក៏ក្រុមហ៊ុនកូរ៉េគឺជាអ្នកសាងសង់ដែរមិនធម្មតាទេក្រុមហ៊ុនកូរ៉េខ្លាំងមែនតើហើយមើលណែបងប្អូនសិតទឹកគ្រោងឆ្អឹងស្អាតដែកនេះចុងកំពូលនេះខ្ញុំឡើងមកដល់ត្រឹមនេះគឺ540ម៉ែត្រហើយនៅខ្វះ10ម៉ែត្រទៀតគឺចុងពោចហ្មងហើយនោះមកនេះឃើញពាក់ខ្សែក្រវ៉ាត់ទេភ្ជាប់នឹងកាបគេការពារតាមពិតមិនធ្លាក់ណាយើងឡើងកដាមិនទៅឡើងទៅខាងណាតែការពារណាយើងណាការពារវិស័យជាងព្យាបាលហើយមានអ្នកនាំឡើងនោះម៉ាក់អូនកូរ៉េហ្នឹងអត់ហ៊ានថតគេឲ្យមើលខាងក្រៅមកមើលតែខាងក្រៅលងស្រាវញ័រជើងបងប្អូនអ្នកដែលចាញ់ខ្ពស់អីមិនបាច់ឡើងដល់នេះទេឡើងត្រឹមខាងក្រោមអីបានហើយចំពោះតម្លៃឡើងដល់កំពូលនេះតម្លៃ130,000 វ៉ុនបងប្អូននៅកូរ៉េស្គាល់130,000 វ៉ុនស្មើលុយដុល្លារប្រហែលប្រហែលជា$85យើងថាប៉ុណ្ណឹងចុះប្រហែលប៉ុណ្ណឹងចុះហើយមើលនេះអូហើយមិនសិតតែថ្លៃទាំងអស់ទេដល់យើងមកដល់រយៈកម្ពស់នេះគឺគេយកថ្លៃចឹងហើយតែបើទៀបក្រោមហ្នឹងគឺត្រឹម20,000ជាង30,000ទេមិនថ្លៃហ្មងទេ20,000ជាង30,000 វ៉ុនហ្នឹងវាយជា$20ប៉ុណ្ណឹងជិត$20វាក្បាលប្រហែលប៉ុណ្ណឹងតែឥឡូវបងប្អូនមើលទេសភាពម្ដងនេះ
នេះហើយទេសភាពទីក្រុងសូអ៊ូលបងប្អូនហើយអូយហើយមើលផ្លូវដើរចដើរកន្លែងហ្នឹងរួនទៀតណាគេថតទៅគេរួនថតរូបពី3សន្លឹកកន្លែងហ្នឹងគេថតរូបឲ្យ5សន្លឹកទុកជាអនុស្សាវរីយ៍ហើយមើលខាងក្រោមស្លឹមពុជដើរឡើងញ័រជើងដល់កនេះហើយគេថតរូបឲ្យនោះឃើញ555ម៉ែត្រហ្នឹងហើយគឺជារយៈកម្ពស់ពីក្រោមមកដល់លើអូចុងសន្លុកជាប់មាត់ស្លឹមពុជមកបងប្អូនអើយ555ម៉ែត្រ123ជាន់ខ្ពស់មែនដែរហើយនៅខាងលើអាគារហើយនៅក្រោមដីនោះសិតតែផ្លូវរថភ្លើងខ្វាត់ខ្វែងហ្មងក្រេសាហាវចឹងហ្មងដល់កមកខ្លាំងហ្មងខាងនឹងស្ថាបត្យកម្មឥឡូវយើងឡើងមើលទេសភាពអស់ចិត្តយើងដល់មកចុះទៅក្រោមវិញនេះម៉ាក់ម៉ូនអ្នកនាំចុះទៅក្រោមយឺម៉ាក់ម៉ូនដើរដូចអត់បាយវិញទេល្ងយមើលទេសភាពទលេហាន់ណាហ្នឹងហើយបងប្អូនមើលខាងលើសិតតែគ្រោងដែកនេះអូណូតែសើមកកាត់ត្រឹមត្រអាគាររួចដែកសោះសំងសោះហើយមិនតិចជាន់ណា123ជាន់ត្រអាគារមួយយ៉ាងរំភើយអត់មានអីគឺអីមិនតិចហើយខាងលើខ្យល់ខ្លាំងណាខាងលើខ្យល់មកវូហើយខែនេះមិនទាន់ដល់ខែក្តៅខែតិចឥឡូវទេខ្យល់បក់មកវូនេះដែកនេះគេធ្វើដៃក្រាស់យ៉ាងហ្នឹងវាមិនធ្ងន់ហើយឥឡូវយើងចុះដល់ក្រោមយើងចាប់ដើមដោះឯកសណ្ឋានចេញឲ្យគេវិញអត់មានចុះយកទាំងឯកសណ្ឋានទៅចប់បដ ாய் ហើយយើងដោះឯកសណ្ឋានហើយយើងទៅយករូបថតព្រោះអីគេថតរូបឲ្យយើងទៅយក QR code ទៅមេ scan យករូបថតពីកន្លែងបើករូបថតបានប្រហែល5សន្លឹកតែរូបថតនេះថតទឹកដៃអនដែរថតអត់សូវច្បាស់សោះថតចាញ់ខ្ញុំថតផងមែននិយាយមែនថតរូបចាញ់ខ្ញុំថតអត់ច្បាស់ផងហើយអាវនេះដល់កអាវមិនបងស្មើគេធ្វើសំណងអាវដូចអាវអ្នកធ្វើសំណងតាមពិតអាវពាក់ការពារដើម្បីពាក់ខ្សែក្រវ៉ាត់ការពារពាក់ទ្របកុំឲ្យឈឺអញ្ចឹងណាហើយអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូកុំភ្លេចជួយ share ចែករំលែកមួយផងបងប្អូនដែលនៅកូរ៉េចង់មកលេងអាចមកលេងបាននៅកូរ៉េអ្នកណាក៏ស្គាល់អាគារហ្នឹងតែភាគច្រើនអត់មានអ្នកណាឡើងមកដល់កំពូលទេភាគច្រើនឡើងត្រឹមមកជាន់កញ្ចក់ខាងក្រោមហ្នឹងអត់មានជាន់ត្រឹមហ្នឹងអីអ្នកខ្លះមកបានជាន់ត្រឹមហ្នឹងតែខ្ញុំឡើងដល់កំពូលហើយនេះយើងមកបើករូបថតនេះកន្លែងគេយករូបថតយើងត្រង់ជួចាំដករូបថតគេថតរូបឲ្យយើងដកយកនឹងបងលួយទៀតណាជុំហើយនេះហើយគេឲ្យចុងស្លឹកមួយអានេះដូចកថាបជាអញ្ចឹងគេរៀបរាប់ពីអាគារហ្នឹងគេឲ្យអានឹងមកទុកជាអនុស្សាវរីយ៍ហើយនឹងរូបថតមានប្រមាណ5ស្លឹកទុកជាអនុស្សាវរីយ៍ថ្ងៃតកូនតចៅឈឺហើយអ្នកនៅខ្មែរមកពីខ្មែរកុំភ្លេចមកលេងអាគារនេះផងនេះបងប្អូនមើលនេះរូបថតដែលគេថតឲ្យមិញ555ម៉ែត្រខ្ពស់ដល់កនេះ123ជាន់អូស្លឹមពូជមកឡើងញ័រជើងអ្នកដែលចាញ់ខ្ពស់អីមិនបាច់ឡើងដល់កពូលដូចខ្ញុំទេឥឡូវយើងចុះមកវិញលឿនណាបងប្អូន555ម៉ែត្រចុះពីក្រោមចុះពីលើមកក្រោមប្រើពេល1នាទីលឿនមែនតើចដាយន្តនេះចាំបើទោះបីយើងរត់ក៏មិននេះដែរមិនលឿនដល់ចដាយន្តដែរបងប្អូនហើយឃើញវូបមកជាន់14 13លឿនមែនតើនៅកម្ពស់ចុះមកក្រោមដីទៀតហើយអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត